ជំរាបសួរបងប្អូនពីខ្ញុំនូន KH បាទថ្ងៃនេះគឺយើងមានវីដេអូមួយនិយាយអំពីដៃយីននៅក្នុងវិស័យទាំង10នៅក្នុងក្បួនប៉ាជឺគឺមនុស្សយើងគឺមានវិស័យ10នៅក្នុងហ្នឹងមានវិស័យ5ធាតុយ៉ាង5យីន5អញ្ចឹងឥឡូវនេះយើងឈានមកដល់ពាក់ព័ន្ធជាមួយនឹងដៃយីនវគ្គមុនគឺយើងបាននិយាយអំពីដីយ៉ាងអញ្ចឹងវគ្គនេះគឺយើងនិយាយអំពីដីយីនហើយខ្ញុំអត់មានដាក់ភ្លេងចូលទេព្រោះធ្វើវីដេអូពេលបង្ហោះចូល YouTube គឺភាគច្រើនគឺដាក់ភ្លេងវាច្រើនតែវាចាប់ដូច្នេះកុំឲ្យពិបាកលុបចោលខ្ញុំនិយាយសັບតែម្ដងដើម្បីងាយស្រួលអាចបង្ហោះចូល YouTube បានផងបាទអញ្ចឹងដីយីននេះគឺអត្តន័យរបស់ដីយីនគឺជាគេហៅថាបើយើងនិយាយអំពីអត្តចរិតគឺជាមនុស្សដែលមានគេហៅថាចិត្តសប្បុរសស្មោះត្រង់និងអត់ធ្មត់ហើយស្ងប់ស្ងាត់ដោយសារដីយីនហ្នឹងគឺបើយើងបកប្រែមកគឺជាដីល្បាប់ដីទន់ទន់ដីដែលមានជីជាតិដីដែលមនុស្សត្រូវការដីដែលគេចូលចិត្តអញ្ចឹងគឺជាមនុស្សដែលគេចូលចិត្តគេត្រូវការផងដែរសម្រាប់មនុស្សដីយីនដោយសារគាត់មានគេហៅថាជីជាតិមានចិត្តសប្បុរសឬក៏យើងអាចនិយាយទៅគឺមានអំណោយទានបាទអញ្ចឹងគុណសម្បត្តិរបស់គាត់ហ្នឹងគឺពាក់ព័ន្ធជាមួយនឹងជាមនុស្សដែលចូលចិត្តគិតអំពីសុវត្ថិភាពភាពស្មោះត្រង់ភាពស្ងប់ស្ងាត់ហើយនឹងទទួលខុសត្រូវហើយចំណែកភាពអវិជ្ជមានរបស់មនុស្សដីយីនគឺគាត់ធ្វើអីរៀងស្ទាក់ស្ទើរហើយសម្រាប់ចិត្តយឺតបើនិយាយទៅឲ្យតែមនុស្សធាតុដីគឺការសម្រេចចិត្តរៀងយឺតជាមនុស្សជាតិភ្លើងឬក៏មនុស្សជាតិទឹកព្រោះមនុស្សជាតិទឹកមនុស្សជាតិភ្លើងអាហ្នឹងគាត់ធ្វើអីគឺរហ័សរហួនជាងជាតិដីបាទអញ្ចឹងដល់ពេលមក2026នេះគឺជួបជាមួយនឹងភ្លើងយ៉ាងជួបជាមួយនឹងសេះបាទអញ្ចឹងគឺទំនាក់ទំនងរវាងដីហើយនិងភ្លើងហ្នឹងគឺបានន័យថាភ្លើងជាអ្នកបង្កើតដីអញ្ចឹងគឺមានន័យថានឹងមានឱកាសថ្មីថ្មីដែលអាចឲ្យគាត់ធ្វើការខិតខំប្រឹងប្រែងដើម្បីកសាងនៅអ្វីមួយថ្មីថ្មីបាទអញ្ចឹងភ្លើងកាលណាធ្វើឲ្យដីក្តៅវានាំឲ្យដីនោះមានសកម្មភាពជាងមុនអញ្ចឹងគាត់អាចនឹងមានការស្ទុះស្ទាហើយនឹងមានការផ្លាស់ប្ដូរខ្លះសម្រាប់ជាផ្លូវល្អបាទហើយសម្រាប់ឆ្នាំ2026នឹងផងដែរគឺមានការរីកចម្រើនបន្តបន្ទាប់ប៉ុន្តែត្រូវតែមានភាពអត់ធ្មត់ផងដែរការសម្រេចចិត្តគោលដៅដោយយឺតប៉ុន្តែវាជាក់ស្ដែងមានន័យថាសម្រេចចិត្តយឺតប៉ុន្តែវាទទួលបានផលពិតប្រាកដបាទហើយបើពាក់ព័ន្ធជាមួយនឹងផ្លូវចិត្តគឺកាន់តែល្អប្រសើរសម្រាប់ឆ្នាំ2026នេះហើយបើពាក់ព័ន្ធជាមួយនឹងអាជីវកម្មគឺបានន័យថាល្អសម្រាប់ការរៀបចំបណ្ដុះបណ្ដាលការអភិវឌ្ឍរៀងយឺតតែមានគុណភាពចាក់ចងជាមួយសុខភាពបាទគឺយើងព្យាយាមធ្វើសមាធិដកដង្ហើមជ្រៅដើម្បីឲ្យស្ងប់ភ្លើងនៅក្នុងចិត្តដើរលំហែកាយការហាត់ប្រាណសម្រួលចលនាឈាមជាដើមហើយចូលគេងហ្នឹងកុំឲ្យយប់ពេកបាទអញ្ចឹងកុំឲ្យវាប៉ះពាល់ដល់បេះដូងសរុបសេចក្តីមកគឺដីយីនជួបជាមួយនឹងឆ្នាំមមីចិត្តភ្លើងយ៉ាងនេះនៅក្នុងឆ្នាំ2026គឺជាឆ្នាំផ្ដោតទៅលើការបង្កើតនៅអ្វីថ្មីតាមរយៈភាពអត់ធ្មត់និងសុចរិតទៀងត្រង់អញ្ចឹងមនុស្សដែលមានធាតុភ្លើងឬក៏ធាតុដីខ្លាំងវាទទួលបានប្រយោជន៍ហើយឆ្នាំសម្រាប់2026នេះគឺយើងអាចរៀនពីអ្វីថ្មីបង្កើតអាជីវកម្មឬក៏ថែទាំសុខភាពជាពិសេសគឺសម្ភារៈដូចជាផ្ទះឬក៏ទ្រព្យអីគឺអាចទិញបានដែរនៅក្នុងឆ្នាំ2026នេះដោយឡែកនៅក្នុងកន្លែងនេះគឺយើងបើកវងកញ្ចក់តាក់ទងជាមួយសុខភាពពាក់ព័ន្ធជាមួយនឹងជំងឺសម្រាប់អ្នកដីយីនបាទអ្នកដីយីនជាធម្មតាវាចិត្តដីវាពាក់ព័ន្ធជាមួយនឹងកាពះ
ពាក់ព័ន្ធជាមួយនឹងពវៀនពាក់ព័ន្ធជាមួយនឹងប្រព័ន្ធរំលាយអាហារអញ្ចឹងកាលណាវាដីហើយឥឡូវនេះវាបានភ្លើងមកទៀតអញ្ចឹងវាអាចធ្វើឲ្យយើងប៉ះពាល់ដល់ជំងឺដូចជាពួកពោះវៀនឬក៏ការរំលាយអាហារអីហ្នឹងมันល្អអញ្ចឹងយើងត្រូវប្រុងប្រយ័ត្នតាក់ទងមួយអាហារយើងហូបហ្នឹងបាទវាអាចបង្កឲ្យមានជំងឺរលាកកាពះឬក៏ឈឺពោះអីចឹងណាដោយសារវាមានភ្លើងក្តៅនៅក្នុងរាងកាយហើយដោយឡែកបើសិនជាយើងចង់ឲ្យមានគេហៅថាធាតុផ្សេងទៀតដែលធ្វើឲ្យមានសមតុល្យអញ្ចឹងគឺភ្លើងច្រើនហ្នឹងគឺធ្វើឲ្យទឹកក៏មានបញ្ហាដែរនៅក្នុងខ្លួនរបស់យើងអញ្ចឹងបញ្ហាទឹកគឺពាក់ព័ន្ធជាមួយនឹងអឺតម្រងនោមពាក់ព័ន្ធជាមួយនឹងចលៀនជាដើមnóធ្វើឲ្យវាសោយកាលណាភ្លើងមកអញ្ចឹងទឹកយើងហ្នឹងគឺវាអាចហូតហែងអញ្ចឹងវាអាចមានបញ្ហាដែរពាក់ព័ន្ធនៅក្នុងរាងកាយរបស់យើងអញ្ចឹងយើងត្រូវប្រយ័ត្នកុំឲ្យស្បែកnóស្ងួតឬក៏មានបញ្ហាកញ្ចក់បាទធ្វើឲ្យកញ្ចក់ហ្នឹងវាស្រួយវាអីចឹងណាដោយសារភ្លើងក្តៅពេកបាទអញ្ចឹងដីអាចបង្កឲ្យស្ងួតអញ្ចឹងវាប៉ះពាល់ដល់សួតផងដែរបាទសួតហើយនឹងជំងឺផ្លូវដង្ហើមតាក់ទងជាមួយនឹងអាឡែស៊ីដោយសារធូលីដីជាដើមអញ្ចឹងនៅក្នុងហ្នឹងក៏គេឲ្យយោបល់យើងសម្រាប់ឆ្នាំ2026ហ្នឹងគឺយើងអាចប្រើអាហារមួយចំនួនដើម្បីសម្រួលនៅសុខភាពនិងសម្រួលធាតុនៅក្នុងខ្លួនរបស់យើងដូចជាការបន្ថយអាហារក្តៅជ្រុលបើន័យថាយើងកំហុសអាហារក្តៅជ្រុលដូចជាប្រភេទម្ទេសកាហ្វេឬក៏អាល់កុលអីចឹងណាបាទច្រើនពេកមិនឲ្យយើងហូបសោះយើងហូបតិចតួចអីវាមិនអីទេកុំឲ្យហូបលើសចំនួនហើយឲ្យយើងបន្ថែមនៅអាហារដែលមានភាពទន់ហើយនឹងត្រជាក់ដូចជាតែបៃតងស្លឹកត្រសក់បន្លែបៃតងពេញប៉ោះអីជាដើមសម្រាប់កាពះគឺមានដូចជាបន្លែដីដូចជាដំឡូងដូចជាខ្ញីដូចជាដំឡូងបារាំងឬក៏ស្រូវជាដើមអានោះគឺសុទ្ធតែជាអាហារពាក់ព័ន្ធនឹងជាតិដីបាទអញ្ចឹងនៅក្នុងអត្ថបទនេះវីដេអូនេះគឺមានតែប៉ុណ្្នឹងទេគឺចុងក្រោយខ្ញុំក៏សូមអរគុណដល់បងប្អូនដែលបានតាមដានស្ដាប់អញ្ចឹងបងប្អូនអាចយកឯកសារនេះយកទៅប្រើបានដើម្បីជាប្រយោជន៍សម្រាប់សុខភាពក៏ដូចជាសម្រាប់ជួយលើកវិស័យឬក៏កែនៅក្នុងបញ្ហាផ្សេងប៉ុន្តែខ្ញុំគ្រាន់តែនិយាយជាផ្នែកតូចមួយទេបើតាមពិតទៅវានៅមានការបកស្រាយច្រើនទៀតដែលយីនអញ្ចឹងរិស័យខ្សោយរិស័យខ្លាំងហើយត្រូវមានតួឆ្នាំតួខែតួម៉ោងអីដែរជាទូទៅនៅក្នុងស្រុកខ្មែរយើងភាគច្រើនគេនិយាយថាឆុងឬក៏មានបញ្ហាហ្នឹងគឺនិយាយថាឆ្នាំទេវាមិនសូវបានគិតទេប៉ុន្តែបើតាមក្បួនប៉ាជឺអាហ្នឹងគឺជាសង្កត់ធ្ងន់ទៅលើរិស័យតខ្លួនមកគាត់ជារិស័យទឹករិស័យដីរិស័យឈើហើយចែកចេញជាយីនហើយនឹងយ៉ាងគឺបានន័យថាមាន10ធាតុអញ្ចឹងអត្តន័យនឹងការប៉ះពាល់ហ្នឹងគឺមានឥទ្ធិពលខ្លាំងជាងឆ្នាំទៅទៀតមិនមែនដូចខ្មែរយើងគិតតែឆ្នាំមួយមុខទេដើម្បីឲ្យមានប្រសិទ្ធភាពគឺយើងមើលរិស័យតខ្លួនហ្នឹងគឺច្បាស់លាស់ជាងដោយសារមូលហេតុអីដើម្បីបង្កើតជារិស័យតខ្លួនធាតុឈើយ៉ាងឬក៏ឈើយីនដីយ៉ាងឬក៏ដីយីនបានលុះត្រាតែយើងមានថ្ងៃមានខែមានឆ្នាំអត់មានម៉ោងក៏វាលោតដែរគឺមាន3ហ្នឹងអញ្ចឹងដើម្បីបង្កើតរិស័យតបខ្លួនបានត្រូវមានដល់13គឺមានឆ្នាំមានខែមានថ្ងៃដូច្នេះហេតុអីបានជាឆ្នាំមានឥទ្ធិពលជាងគឺมันអាចទេគឺអ្វីដែលមានឥទ្ធិពលជាងគឺរិស័យតខ្លួនរបស់យើងអញ្ចឹងរិស័យតខ្លួនរបស់យើងអញ្ចឹងនៅពេលដែលយើងពេលខ្លះយើងឆ្នាំជូតប៉ុន្តែរិស័យតខ្លួនរបស់យើងរិស័យដីយីនអញ្ចឹងគឺឆ្នាំ2026នេះយើងអត់មានអីត្រូវភ័យព្រួយទេពីព្រោះឆ្នាំសម្រាប់រិស័យដីយីនល្អអញ្ចឹងណាយើងចង់មានន័យអញ្ចឹងប៉ុន្តែយើងមានការឆែកមានអីផ្សេងទៀតលំអិតផ្សេងទៀតមិនមែននិយាយប៉ុណ្ណឹងចប់ទេអញ្ចឹងហើយបានយើងចង់ជម្រាបបងប្អូននៅចំណុចមួយបានន័យថាពេលខ្លះយើងស្ដាប់អ្វីមួយគឺកុំអាលតន់ភ័យយើងស្ដាប់អ្វីមួយយើងកុំអាលតន់អគឺយើងត្រូវតែឲ្យដឹងច្បាស់អានឹងបានវាពិតប្រាកដតែបើសិនជាយើងដឹងអត់ច្បាស់ទេគ្រាន់គេថាហើយយើងភ័យតាមគេគ្រាន់តែគេថាយើងអតាមគេអញ្ចឹងដល់ពេលយើងធ្វើទៅ
លទ្ធផលអត់ដូចអ្វីដែលយើងចង់បានយើងចាប់ផ្ដើមបន្ទោសគេថាមកពីអ្នកនេះមកពីអ្នកនោះប៉ុន្តែតាមពិតគឺដោយសារតែយើងមិនទាន់ច្បាស់ខ្លួនឯងអញ្ចឹងហើយបានយើងនិយាយភាសាមួយឲ្យខ្លីរាល់ការចែករំលែកគឺត្រូវតែមានបទដ្ឋានមួយគេហៅថាប្រកបដោយគុណធម៌មិនមែនយើងចេះតែធ្វើទេហើយមួយទៀតយើងមិនមែនធ្វើអស់អញ្ចឹងយើងមិនអាចថារបស់យើងគឺល្អឥតខ្ចោះទេគឺត្រូវតែមានការបន្ថែមបន្ថយដោយការជាក់ស្ដែងពីព្រោះធម្មតាបើគេនិយាយអំពីវិជាអាកំបាំងគេគិតតាំងពីថ្ងៃបងប្អូនមករកគ្រូមើលទៀតណាគឺមិនមែនធម្មតាមានថ្ងៃខែឆ្នាំកំណើតមកកើតហ្នឹងទេគេគិតទាំងម៉ោងដែលយើងមករកគ្រូមកមើលឬក៏ពេលវេលាអីទៀតហ្នឹងគឺមានក្បួនខ្នាតច្រើនណាស់ដូច្នេះហើយទីចុងក្រោយនេះខ្ញុំគ្រាន់តែចូលរួមប៉ុណ្ណឹងបានន័យថានៅពេលដែលយើងមានរិស័យដីយិនអញ្ចឹងបើយើងឆ្នាំជូតអីក៏មកអត់តន់ភ័យអញ្ចឹងបានន័យថាប្រហែលជាមិនអីទេសម្រាប់យើងអញ្ចឹងណាហើយជូតហ្នឹងដូចខ្ញុំធ្លាប់ធ្វើវីដេអូមុនអញ្ចឹងខាងលើហ្នឹងធាតុអីបើខាងលើធាតុដីក៏យើងមិនសូវភ័យដែរកុំឲ្យខាងលើធាតុមាសអាហ្នឹងរៀងពិបាកបន្តិចដោយសារអីមាសជូតភ្លើងខាងក្រោមទឹកជក់ភ្លើងបាទអញ្ចឹងភ្លើងជក់មួយទឹកឆុងមាសជក់ជាមួយនឹងភ្លើងឆុងដែរប៉ុណ្ណឹងហើយនៅតែខ្ញុំមិនទាន់សន្និដ្ឋានថាអ្នកនឹងត្រូវឆុងទៀតគឺយើងនៅមើលនេះរាសីទូខ្លួននេះរាសីមេឃរបស់យើងនេះនៅក្នុងកឡោនតួថ្ងៃនេះតើវាឆុងឬមិនឆុងហើយវាល្អឬក៏តំណាក់តំណងបែបណាបាទអញ្ចឹងកុំឲ្យកាន់តែវែងទៀតអញ្ចឹងខ្ញុំសូមអរគុណហើយនឹងសូមជម្រាបលានិងជូនពរឲ្យបងប្អូនទាំងអស់គ្នាទទួលបាននៅសុខភាពល្អនិងសម្រេចបាននៅគេហៅថាជោគជ័យនិងសម្រេចបាននៅអ្វីដែលបានពងប្រាថ្នាគ្រប់គ្នាបាទអរគុណបាទជម្រាបលា